ប្រពន្ធស្អាតមនុស្សស្អាតបែបនេះមិនបានទៅលើមនុស្សមិនគ្រប់ទឹកដូចជាបងប្រុសខ្ញុំទៅវិញបើបានមកលើក្រែរបស់ខ្ញុំអែមខ្លាំងក្នុងពេលនេះកូនកំឡោះអាចថាបកូនក្រមុំបានហើយមនុស្សមិនគ្រប់ទឹកមិនដឹងថាម៉េចទេមិនចេះថាផងចុះតម្រុំចុះបន្ទប់នោះមិនដឹងថាធ្វើយ៉ាងម៉េចទេអ៊ីនស៊ីងសូឡាញ់នេះគ្រាន់តែជាការចាប់ផ្ដើមទេបងថ្លៃចង់ទៅណាដែរបងថ្លៃមើលទៅបងដូចជាមិនចង់ហាត់ប្រាណមុនទេតើបងជាមនុស្សស្អីបែបណាទៅអ្នកប្រុសទី2សូមលោកគ្រប់ខ្លួនឯងផងទេចង់ថាមិនគ្រប់មួយនឹងមែនគេអាចធ្វើអីឲ្យនឹងបានដែរទេអត់គេខ្មាញ់មកធ្វើចរិតស្អីស្អាតអីដែរនេះគឺរៀបការចូលគ្រួសារហោយើងគឺដើម្បីទ្រព្យសម្បត្តិរបស់គ្រួសារយើងដែរតែត្រូវដឹងថាគ្រួសារហោមិននឹងក្រោយគង់តែខ្លាចជារបស់ខ្ញុំមិនខានទេឆែកមើលច្បាស់ហើយមែនទេសិនអីសិននាងគឺជាកូនស្រីច្បងរបស់គ្រួសារសិន5ឆ្នាំមុនម្ដាយរបស់នាងមានជំងឺធ្ងន់ចឹងជីវិតរបស់នាងកន្លងមកនេះគឺឆ្លងកាត់ការលំបាកច្រើនណាស់អញ្ចឹងស្រីម្នាក់នេះរៀបការជាមួយខ្ញុំច្បាស់ជាមានបំណងអីផ្សេងមិនខានទេសើបន្តទៅនាងរៀបការចូលគ្រួសារហោយើងក៏ដើម្បីទ្រព្យសម្បត្តិគ្រួសារយើងដែរតែនាងត្រូវដឹងថាគ្រួសារហោមុននឹងក្រោយគឺខ្លាចជារបស់ខ្ញុំមិនខានទេយ៉ាបងប្រុសថាលោកយាយនិយាយថាមិនអាចឆ្លោះគ្នាបានទេពួកអ្នកទាំងពីរមិនអាចប្រកែកគ្នាបានទេពួកយើងមិនបានឆ្លោះគ្នានោះទេបងប្រុសម្នាក់នេះកំពុងតែថែរក្សាបងខ្លាញ់តើ